អាជ្ញាធរស្រុកត្រាំកក់និងពង្រីកផ្លូវខាងលិចផ្សារអង្គរសោមតាមសំណើអាជីវករដើម្បីងាយស្រួលចរាចរណ៍និងសង្គ្រោះអគ្គិភ័យអាជីវករលក់ដូរនៅផ្សារអង្គរសោមក្នុងស្រុកត្រាំកក់ខេត្តតាកែវបានស្នើសុំទៅកាន់អាជ្ញាធរស្រុកជួយពង្រីកផ្លូវបេតុងដែលមានស្រាប់នៅក្នុងផ្សារឲ្យបានធំទូលាយជាងមុនដើម្បីសម្រួលដល់ការចេញចូលនិងងាយស្រួលដល់រថយន្តពន្លត់អគ្គិភ័យអាចចូលទៅដល់បានទាន់ពេលវេលាប្រសិនបើមានហេតុការណ៍កើតឡើងសំណើនេះត្រូវបានលោកអភិបាលស្រុកទទួលយកដោយសន្យាថាគម្រោងពង្រីកផ្លូវពីខាងលិចផ្សារនឹងអនុវត្តនៅដើមឆ្នាំ2026សំណើរបស់តំណាងអាជីវកររូបនេះត្រូវបានលើកឡើងតាមរយៈវេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តតាកែវឆ្នាំទី2អាណត្តិទី4ដែលបានធ្វើឡើងនៅសាលប្រជុំរដ្ឋបាលស្រុកត្រាំកក់ព្រឹកថ្ងៃពុធទី12ខែវិច្ឆិកាឆ្នាំ2025ក្រោមអធិបតីភាពឯកឧត្តមយូណាស៊ីប្រធានក្រុមប្រឹក្សាខេត្តលោកម៉ាំងវុធីអភិបាលរងខេត្តព្រមទាំងមានវត្តមានចូលរួមយ៉ាងច្រើនកុះករពីសំណាក់សមាជិកក្រុមប្រឹក្សាខេត្តថ្នាក់ដឹកនាំរដ្ឋបាលស្រុកសមាជិកក្រុមប្រឹក្សាស្រុកឃុំមេភូមិប្រធានអនុប្រធានមន្ទីរអង្គភាពជុំវិញខេត្តតំណាងប្រជាពលរដ្ឋនិងតំណាងអាជីវករផ្សារអង្គរសោមតំណាងអាជីវករបានបញ្ជាក់ថាបច្ចុប្បន្នផ្លូវចេញចូលនៅក្នុងផ្សារអង្គរសោមមានសភាពតូចចង្អៀតហើយអ្នកលក់ដូរមួយចំនួនបានលក់ដូរហៀពេញផ្លូវជុំវិញផ្សារដែលធ្វើឲ្យការធ្វើចរាចរណ៍ចេញចូលមានការលំបាកការស្នើសុំពង្រីកផ្លូវនេះគឺដើម្បីផ្ដល់ភាពងាយស្រួលដល់ការចរាចរណ៍ប្រចាំថ្ងៃនិងជាពិសេសសម្រាប់រថយន្តពន្លត់អគ្គិភ័យអាចចេញចូលបានដោយមិនចង្អៀតនៅពេលមានបញ្ហាអគ្គិភ័យឆ្លើយតបទៅនឹងសំណូមពរនេះដែរលោកកេតម៉ៅអភិបាលនៃគណៈអភិបាលស្រុកត្រាំកក់បានទទួលយកសំណើធ្វើផ្លូវពីខាងលិចផ្សារឲ្យបានធំទូលាយជាងមុនដើម្បីជាប្រយោជន៍ដល់ប្រជាពលរដ្ឋនិងអាជីវករទាំងអស់លោកអភិបាលស្រុកបានបញ្ជាក់យ៉ាងដូចនេះថាដើមឆ្នាំ2026ខាងមុខនេះខ្ញុំបាទនឹងរួមជាមួយអ្នកវិនិយោគផ្សារអង្គរសោមថ្មីបានពិភាក្សារួចរាល់ហើយដែរថានៅពេលដែលម្ចាស់វិនិយោគផ្សារអង្គរសោមថ្មីចូលនៅថ្ងៃទី1ខែ1ឆ្នាំ2026នឹងចាក់ផ្លូវបេតុងពីខាងលិចផ្សារឲ្យបានធំទូលាយតាមសំណូមពររបស់បងប្អូនអាជីវករផ្សារប៉ុន្តែសូមបងប្អូនអាជីវករផ្សារទាំងអស់ក្រោយពីធ្វើផ្លូវរួចសូមកុំបន្តដាក់លក់នៅលើផ្លូវនេះបន្តទៅទៀតពិសេសត្រូវចូលរួមថែរក្សាបរិស្ថានអនាម័យនិងរៀបចំទុកដាក់សម្រាមឲ្យបានល្អប្រសើរផងដែរព្រោះបើផ្សារយើងស្អាតមានអនាម័យនិងមានសណ្ដាប់ធ្នាប់រៀបរយល្អផ្សារយើងនឹងកាន់តែទាក់ទាញនិងរីកចម្រើនជាមួយគ្នានេះដែរលោកម៉ាំងវុធីអភិបាលរងខេត្តបានមានប្រសាសន៍ថារដ្ឋបាលខេត្តសូមគាំទ្រចំពោះការសម្រេចរបស់រដ្ឋបាលស្រុកត្រាំកក់ក្នុងការដោះស្រាយសំណូមពររបស់អាជីវករផ្សារអង្គរសោមដើម្បីធានាបាននូវសណ្ដាប់ធ្នាប់ល្អប្រសើរនិងសុវត្ថិភាពខ្ពស់ជាពិសេសទាក់ទងនឹងបញ្ហាអគ្គិភ័យនេះក៏ជាការងារសំខាន់ទន្ទឹមនឹងការអភិវឌ្ឍផ្លូវនេះដែរខ្ញុំសូមណែនាំដល់អាជ្ញាធរស្រុកត្រូវបន្តសហការយ៉ាងជិតស្និទ្ធជាមួយអាជីវករនិងអ្នកវិនិយោគដើម្បីរៀបចំឲ្យមានផែនទីបង្ហាញផ្លូវច្បាស់លាស់សម្រាប់ការរៀបចំតូបលក់ដូរនិងទប់ស្កាត់ការលក់ដូរដែលរំលោភលើផ្លូវសាធារណៈដែលជាហេតុធ្វើឲ្យផ្លូវដែលយើងពង្រីកទៅធំទូលាយត្រឡប់មកតូចចង្អៀតវិញសណ្ដាប់ធ្នាប់និងអនាម័យជាកត្តាគន្លឹះដើម្បីទាក់ទាញអតិថិជននិងលើកមុខមាត់ផ្សារ